qua khơi phần này rom nhom nhặt đam ông bồn cứ sờ bài chất áตัวវាជាប់មិនជាប់ក៏ខ្ញុំសប្បាយចិត្តដែរបាទសួស្តីពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះយើងមកមើលកពោដូងមួយទៀតហើយព្រោះអីដូងយើងនៅទៀបយើងដើរទៅឃើញហើយណាមួយនៅក្នុងពេលនេះគឺវាបែកកពោព្រមគ្នាតែម្ដងវាខុសគ្នាប្រហែលជា2-3ថ្ងៃបែកមួយ2-3ថ្ងៃបែកមួយដោយសារអីវាចេញមកពេលនោះវាចេញច្រើនបងប្អូនគឺដល់វគ្គវាបែកកពោហើយវគ្គនេះជាវគ្គខែទឹកភ្លៀងអញ្ចឹងវាចេញកពោនៅក្នុងដើមខែភ្លៀងវាមានសិទ្ធឬក៏មានឱកាសកាន់ក្តាប់បានច្រើនគឺវាតិចបងប្អូនតែបើនៅក្នុងខែ8ខែ7ខែភ្ជុំយើងហ្នឹងអាចតែអត់សូវមានកាន់ព្រោះវារលឹមរហូតវាអាចថាបាត់កេសររបស់វាបាទឥឡូវយើងមកមើលមួយទៀតហើយបងប្អូនថាកពោមួយនេះមានក្តាប់ប៉ុន្មានឥឡូវយើងចាប់ផ្ដើមដោយសារគេមិនមែនសុកខ្ញុំមកហែកអីក៏មិនមែនហែកកពោហ្នឹងវាធ្វើឲ្យដូងយើងហ្នឹងវាកាន់ក្តាប់បានច្រើនមិនមែនទេបងប្អូនយើងហែកនេះគឺលក្ខណៈយើងវានៅជិតដៃបងប្អូនវាមិនមែននៅឆ្ងាយពេកបើនៅឆ្ងាយក៏យើងមិនអាចទៅឡើងហែកបានដែរឥឡូវវានៅជិតឥឡូវទៅមើលបងប្អូនគ្នាតើវាមានប៉ុន្មានក្តាប់ជូនម្ចាស់ដែលខំថែខំដាំចុះបងប្អូនឃើញឆ្លោះបងប្អូនគាត់ឃើញប៉ុណ្ណេះអារម្មណ៍ខ្ញុំអ្នកដាំបងប្អូនគឺសប្បាយចិត្តទោះវាជាប់មិនជាប់ក៏ខ្ញុំសប្បាយចិត្តដែរព្រោះអីនេះគឺជាឆ្នាំដំបូងអញ្ចឹងខ្ញុំអត់សូវចាប់អារម្មណ៍ទៅលើវាកាន់បានទេដោយសារអីវាឆ្នាំដំបូងអញ្ចឹងសំខាន់ឲ្យតែវាមានក្តាប់ហើយកពោមកខ្វោកមានក្តាប់អាហ្នឹងគឺសប្បាយចិត្តហើយរឿងកាន់ចាំគិតនេះទៀតបងប្អូនឡងពាក់កណ្ដាលកពោហ្មងបងប្អូនដៃមួយជារៀងទៀតបងប្អូនវាបាក់ហែកដែរយើងហែកកពោដូងហ្នឹងវាជួយទី1វាជួយសម្រួលទៅដល់សុខភាពវាដែរនេះបងប្អូនឃើញជ្រុំនេះបងប្អូនម្ចាស់ដំណាំពិតជាសប្បាយចិត្តខ្ញុំសប្បាយចិត្តខ្លាំងបងប្អូនគាត់ថាវាមិនទាន់បានផ្លែមហូបមែនប៉ុន្តែវាមានក្តាប់អញ្ចឹងយើងសប្បាយចិត្តអញ្ចឹងដូងទាំងអស់ហ្នឹងខ្ញុំចូលចិត្តហែកកពោនៅខ្សែគេបងប្អូនវានៅទៀបមិននៅគៀកដៃពេកអញ្ចឹងយើងហែកទៅវាអត់មានទៅប៉ះពាល់អីក្តាប់ដូងទៅដល់អាយុវាបងប្អូនឃើញជ្រងច្រាំងអញ្ចឹងម្ចាស់ណាមិនសប្បាយចិត្តមើលនៅម្រាមកដាលវា5-6ម្រាមម្រាមកដាលវាប្រហែលក្តាប់5-6ក្តាប់ដែរអញ្ចឹងបងប្អូនគឺសប្បាយចិត្តបងប្អូនដូចខ្ញុំនិយាយប្រាប់អញ្ចឹងនេះខ្ញុំធ្វើវីដេអូរៀងយូរបន្តិចដូចខ្ញុំនិយាយប្រាប់អញ្ចឹងគឺបើសិនជាយើងហែកមកពឹបតាននេះពណ៌បៃតងអានឹងគឺសុខភាពវាអត់ទៅល្អទេវាមានឱកាសរស់ច្រើនជាងឬក៏ម្រាមវាខ្លីអានឹងក៏វាមានឱកាសរស់ដែរដោយសារអីវាទៅនឹងហាត់រៀនចេញផ្លែផ្កាបាទអរគុណ